ធ្វើត្បិតហួរពេលបាយថ្ងៃត្រង់តែគាត់នៅតែកំពុងមមាញញឹករុញម្សៅច្រកពីស្បោងមែនទេចាអរគុណពេលប្រឈមមុខនឹងការច្រកដាក់នឹងគិតលុយថាកែស្រីម្នាក់នេះរហ័សដៃរហ័សជើងណាស់ឥឡូវនេះខ្ញុំខ្ចប់ស្បែកគឺស្បែកស្នូគឺស្នូដោយឡែកគ្នាធ្វើរហ័សណាស់ហើយស្នឹកដៃតែម្ដងម្ហូបគូឆាយប្រចាំហាងនេះជាម្ហូបដែលភ្ញៀវតែងកក់ជាចាំបាច់គូឆាយត្រូវលាងទុកឲ្យស្រស់ទឹកបើមិនដូច្នេះទេវានឹងចេញទឹកច្រើនពិបាកបន្តិចហើយព្រោះត្រូវធ្វើដោយផ្ទាល់ដៃបន្លែគ្រប់យ៉ាងសុទ្ធតែធ្វើដោយផ្ទាល់ដៃមិនប្រើម៉ាស៊ីនទេម្ហូបនេះវាខុសប្លែកពីម្ហូបដែលអ្នកធ្លាប់បានហូបត្រង់ថាម្ហូបនេះធ្វើដោយមិនដាក់ខ្លាញ់បន្តិចហើយដុតដោយស្ងួតដូច្នេះត្រូវឧស្សាហ៍ត្រឡប់វាគ្រប់ជ្រុងជ្រោយនេះសុទ្ធតែជាបទពិសោធន៍មួយចេញពីការវឹកហាត់ធ្វើផងរៀនផងស្វែងរកវិធីជាបន្តិចម្ដងម្ហូបប្រអប់គូឆាយនេះធ្វើត្បិតនៅតៃវ៉ាន់មិនសូវមានតែបែរជាដោយសារអ្នកស្រីឈីកោមេរៀបការជាមួយស្វាមីដែលជាអ្នកស្រុកជាមួយគ្នាហើយមករស់នៅតៃវ៉ាន់តាមស្វាមីទើបចាប់ផ្ដើមធ្វើម្ហូបប្រអប់គូឆាយនេះដំបូងខ្ញុំធ្លាប់ឃើញតែនៅក្នុងក្រុមគ្រួសារខ្ញុំក៏យល់ខ្លះដែរគាត់ធ្វើម្ហូបប្រអប់គូឆាយយ៉ាងជោគជ័យហើយមានរសជាតិគ្រប់មុខឯម្ហូបកំពៃកំប៉ុកវិញមានតម្លៃសមរម្យរសជាតិឆ្ងាញ់ធ្វើឲ្យហាងនេះលក់ទៅកាន់តែដាច់ទៅដំបូងធ្វើតិចគ្មានអារម្មណ៍ថាហត់ទេក្រោយមកធ្វើកាន់តែច្រើនទៅគិតថាហត់ណាស់គ្រួសារមានសុភមង្គលរកស៊ីកាក់កបអ្នកស្រីជីកោមេមិននឹកស្មានថាដោយសារស្វាមីមរណភាពធ្វើឲ្យគ្រួសារគាត់កែប្រែទាំងអស់គាត់ត្រូវទទួលបន្ទុកគ្រប់យ៉ាងថែរក្សាកូននិងជីតាចាស់ជរាប្រាថ្នាធំបំផុតគឺកូនមានចរិតស្លូតបូតចេះស្ដាប់ម្ដាយគាត់មានចរិតរឹងប៉ឹងជឿជាក់ទៅលើការតស៊ូនិងអាចឆ្លងកាត់នៅឧបសគ្គទាំងឡាយឯហាងតូចនេះដោយសារក្តីរីករាយរបស់គាត់បានតាក់ទាញភ្ញៀវចូលមិនឈប់ឈរពីព្រោះទីនេះមិនត្រឹមតែចែកចាយរសជាតិម្ហូបថែមទាំងមានចិត្តស្នេហាដ៏កក់ក្ដៅ